ឥឡូវយើងមកនិយាយអំពីបរិស័ទសោតដែលមាន5យ៉ាងមកដល់វគ្គកាលេតតន្តិសបញ្ញោវិទ្យាញូវេតមច្ឆរាកាលេនតិនហានាំងអរិយេសោឧជុភូតេសោតាតេសោវបសញ្ញមេនីតសវិបលាហោតេតេខិណាពួកជនអ្នកមានបញ្ញាជាអ្នកដឹងនៅជាអ្នកដឹងនៅបំណងរបស់ស្មោមមានសេចក្តីកំណាញ់ប្រះចេញហើយមានចិត្តជ្រះថ្លាហើយរមែងឲ្យទៀនក្នុងកាលគួរទៀនដែលបុគ្គលឲ្យតាមកាលគួរចំពោះបរិយអរិយបុគ្គលទាំងឡាយដែលជាបុគ្គលមានកាយនិងចិត្តប្រកបដោយតាតិគុណតេខិណាទានរបស់បុគ្គលនោះជាទានមានផលបរិបូរណ៍យេតថាអនុមោទន្តិវយាវចាំងការោតេវាហអ្នកតេអ្នកតេខិណាអូនីតេបេបញ្ញសៈភគិណោពួកជនណាអនុមោទនាឬធ្វើសេចក្តីខ្វល់ខ្វាយក្នុងតេខិណាទាននោះតេខិណាទានរបស់អ្នកទាំងនោះនឹងបានឈ្មោះថាជាទានថោចថោកព្រោះតែអនុមោទនាឬធ្វើសេចក្តីខ្វល់ខ្វាយនោះក៏ទេពួកជនទាំងនោះជាអ្នកបានចំណែកបុណ្យដែរសម្រាប់ពបានចំណែកបុណ្យដែរតស្មាតតេអបដេវានចិត្តតោយថាទិនងមហបចលៀងបញ្ញានិបរលោកស្មੰបតិថាហន្តិបានិណੰព្រោះហេតុនោះទានដែលបុគ្គលឲ្យហើយដល់បុគ្គលឯណាជាទានមានផលច្រើនបុគ្គលមានចិត្តមិនបានរុញរាគប្បីឲ្យទានចំពោះបុគ្គលនោះព្រោះថាបន់ទាំងឡាយរមែងជាទីពឹងនៃសត្វក្នុងលោកខាងមុខព្រះត្រៃបិដកលេខ44ទំព័រលេខ81សូមអនុមោទនា